ខ្ញុំចូល46ហើយកូនម្នាក់ចាកូនប្រុសអាយុ24ហើយគាត់ត្រូវចូលរោងការខែ5នេះហើយចាអារម្មណ៍មើលដូចថាអូយខ្លួនឯងកាន់តែចាស់នេះថ្ងៃនោះសោះណាដល់ពេលឥឡូវកូនធំហើយទៅទៀតហ្នឹងអាចនឹងប្រឈមថាមានចៅទៀតហើយចាអញ្ចឹងបានន័យថាខ្លួនឯងអូយពេលវេលាលឿនមែនតើកម្រងគាត់ដើមខែទៅចាអត់អីជាទម្លាប់ព្រោះពួកខ្ញុំច្រើនថាបែបបរទេសដែរចាអត់សូវជានៅគុំគ្នាអីហ្មងដែរទេបើសិនជាគាត់ចង់បែកផ្ទះព្រោះពីមុនមកគាត់បែកផ្ទះដែរចាតាំងពីក្មេងមកក៏គាត់បែកផ្ទះដែរចាក៏គាត់មិនសូវជានៅជាមួយយើងហ្មងដែរអញ្ចឹងពេលដែលមានគ្រួសារខ្ញុំថាបើសិនជាគាត់បែកផ្ទះល្អជាងខ្ញុំចង់ឲ្យបែបជាបរទេសវិញណាចាអាហ្នឹងគឺគាត់អាចcontrol គ្រួសារគាត់បានល្អជាងដែលយើងនៅមួយយើងជាម្ដាយគាត់អាចនឹងដូចថាអត់ធំចារឹងមាំហើយអញ្ចឹងដល់ពេលគាត់មានគ្រួសារទៅគាត់អាចនឹងគ្រប់គ្រងគ្រួសារគាត់បានមួយល្អជាងសម្រាប់ខ្ញុំអត់ទេព្រោះដោយសារបើសិនជាកូនបែកផ្ទះក៏នៅចិត្តគ្នាដែរអត់មានទៅឆ្ងាយទេចាម្ដុំគ្នាដែរទេចានៅនឹងទាំងអស់គ្នាទេគាត់ថាគាត់បែកនៅទីតាំងមួយទៀតអញ្ចឹងណាហើយខ្ញុំនិយាយរួមទៅចង់ឲ្យគាត់មានផ្ទះខ្លួនឯងនេះល្អជាងចាអានឹងជាការរីកចម្រើនរបស់គាត់ចាំមើលពេលហ្នឹង